ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកមើល YouTube ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel កូនត្រេនថ្ងៃនេះផងដែរខ្ញុំនឹងសម្រាយរឿងខ្លីមួយដែលមានចំណងជើងថាជីវិតក្នុងសង្គ្រាមលោកលើកទី1តោះខ្ញុំនឹងថាតើពួកគាត់មានបញ្ហាអ្វីកើតឡើងខ្លះនៅពេលដែលមានសង្គ្រាមតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងរណ្ដៅសង្គ្រាមដ៏ងងឹតនិងត្រជាក់មួយទាហានទាំងអស់គឺកំពុងតែត្រៀមខ្លួនដើម្បីចូលប្រយុទ្ធនៅក្នុងសមរភូមិនៅពេលខាងមុខទៀតតួអង្គនេះដែលមានឈ្មោះថា Ferdinand ដែលជាតួអង្គសង្ស័យវ័យក្មេងនិងជាតួឯកផងនោះគឺកំពុងតែអង្គុយផ្លុំហ្គីតាមាត់ដើម្បីរំសាយអារម្មណ៍ភ័យខ្លាចនិងបង្កើតនៅបរិយាកាសកុំឲ្យស្ងប់ស្ងាត់ក្នុងគ្រាចុងក្រោយមុនពេលចេញទៅប្រយុទ្ធនៅពេលសំឡេងកញ្ឆែបន្លឺឡើងភាពស្ងប់ស្ងាត់ត្រូវបានរលាយបាត់ភ្លាមៗនោះគឺជាសញ្ញាដែលទាហានទាំងអស់ត្រូវតែឡើងចេញពីរណ្ដៅត្រង់សេដើម្បីរត់តម្រង់ទៅកាន់តំបន់ថ្មភូមិមុខដែលជាតំបន់រវាងសត្រូវនិងពួកគេហើយគឺជាកន្លែងដែលមានគ្រោះថ្នាក់ថែមទៀតផង Ferdinand គឺអត់បានលើសំឡេងកញ្ឆែទេហើយនៅពេលនោះមេវិជ្ជាការក៏បានមករកគេហើយក៏បានទាញហ្គីតាមាត់ចេញពីមាត់របស់គេដើម្បីកំទេចចោលផងដែរនៅកណ្ដាលសមរភូមិមុខ Ferdinand បានជួបប្រជុំមុខជាលើកដំបូងជាមួយភាគីសត្រូវហើយនៅពេលនោះផងដែរគឺមានក្របកាំភ្លើងធំក៏បានបាញ់ចំគេធ្វើឲ្យគេសន្លប់ផងដែរបន្ទាប់ពីគេក្រោកពីសន្លប់មកវិញគេក៏បានឃើញបិសាចមួយបន្ទាប់មកគេក៏បានរត់មកក្រោយវិញហើយក៏បានកញ្ឆក់កាំភ្លើងពីទាហានដែលបានស្លាប់នោះរួចរត់សម្ដៅមកត្រង់សេកនៅពេលនោះបិសាចនោះក៏បានមកដល់ផងដែរគេក៏បានទាញកាំភ្លើងបាញ់សម្លាប់ចោលតែម្ដងទៅពេលព្រឹកឡើងគេក៏បានដើរសម្ដៅទៅរកសាកសពនោះគឺជាទាហានដែលជាសត្រូវនោះឯងមិនមែនជាបិសាចទេសត្រូវនោះគឺបានពាក់ម៉ាស់ដើម្បីចូលមកសម្រាប់ពួកគេនឹងឯងហើយនៅក្នុងដៃរបស់គេគឺមានហ្គីតាមាត់ដូច Ferdinand ដូចគ្នាទៅពេលនោះផងដែរ Ferdinand ក៏បានយកហ្គីតាមាត់នឹងមកផ្លុំជាតន្ត្រីដើម្បីបន្លឺសំឡេងយ៉ាងពិរោះតន្ត្រីបានបន្លឺសំឡេងបានមួយរយៈហើយយើងក៏បានឮសំឡេងកំភ្លើងបាញ់មកឮសូរថាប៉ាំងនៅពេលនោះ Ferdinand ក៏បានស្លាប់បន្ទាប់មកសំឡេងកញ្ឆែក៏បានបន្លឺឡើងហើយការវាយប្រហារគ្នាក៏បានចាប់ផ្ដើមម្ដងទៀតសម្រាប់រឿងរបស់យើងគឺគេចង់ឆ្លុះបញ្ចាំងអំពីសំឡេងតន្ត្រីរបស់ Ferdinand គឺតំណាងឲ្យភាពបរិសុទ្ធក្តីសង្ឃឹមនិងភាពជាមនុស្សចំពេលដែលសង្គ្រាមគឺតំណាងឲ្យការបំផ្លិចបំផ្លាញនិងភាពសាហាវយង់ខ្នងផងដែរហើយនៅពេលដែល Ferdinand មើលឃើញសត្រូវថាជាបិសាចឬក៏ជាសត្វចម្លែកគឺជាការឆ្លុះបញ្ចាំងពីចិត្តសាស្ត្រនៃសង្គ្រាមធ្វើឲ្យភាគីម្ខាងមើលឃើញសត្រូវមិនមែនជាមនុស្សទេប៉ុន្តែវាគឺជាបិសាចដែលពួកគេត្រូវតែសម្លាប់ការជ្រើសរើសតួអង្គទុនសាយបង្ហាញពីភាពទន់ខ្សោយនិងភាពបរិសុទ្ធរបស់ទាហានវ័យក្មេងជាច្រើនដែលត្រូវបង្ខំចិត្តឲ្យចូលរួមក្នុងសង្គ្រាមដ៏ព្រៃផ្សៃនេះអ្វីតែសាច់រឿងនេះប្រើប្រាស់តួអង្គជាទុនសាយក៏ពិតមែនប៉ុន្តែវាបានបង្កប់នូវអត្ថន័យធៀបយ៉ាងជ្រាលជ្រៅអំពីប្រវត្តិសាស្ត្រនិងភាពសោកសៅនៃសង្គ្រាមហើយរឿងរបស់យើងគឺតាក់ទងទៅនឹងទាហានបារាំងនៅក្នុងសង្គ្រាមលោកលើកទី1ដែលពួកគេគឺរស់នៅក្នុងរណ្ដៅត្រង់ដ៏លំបាកវេទនាហើយគ្មានពេលសម្រាប់កោបមាត់ក៏ដូចជាសម្អាតខ្លួនផងដែររឿងរបស់យើងគឺបានបញ្ចប់តែប៉ុណ្្នេះឯងអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចតាមដាននៅរឿងខ្លី Animation Short Film របស់ខ្ញុំនៅវីដេអូបន្តទៀតផងដែរបាយបាយ